bạn xong cả rộp chìm riệp xua xua đây cùng mai bông ôn từng ngọc kia để tay tay tam đa nó rồi ca bằng ho video để bằng hai những pi sau là bạn xạ gión có đôi chi bằng hai những pi giòn bờ ràn khmer nơi ở sòng là bọc những bạn để bàn cu chấm lon tránh bọc bùm chi xịp hư chính bom ôn biên ca chấm nạp romอย่างច្រើនให้กับបានឆាតមកសួរខ្ញុំយ៉ាងច្រើនពេលខ្លះខ្ញុំក៏អត់បានមានពេលវេលានឹងឆ្លើយតបស្រាយចម្ងល់បងប្អូនអំពីបញ្ហារឿងយ័ន្តបុរាណឬក៏រឿងក្បួនខ្នាតដែលបងប្អូនខ្លះគាត់ឆាតមកគាត់ចង់បានក្បួនខ្នាតដែលយ័ន្តយើងខ្ញុំបានរៀបចំចម្លងឡើងមកវិញទៅតាមក្បួនខ្នាតបុរាណរបស់ខ្មែរយើងគ្រាន់ថាយើងគូយើងចម្លងមកវិញសម្រាប់ក្បួនដែលខ្ញុំជាមួយនឹងកូនសិស្សពីរ3នាក់នៅអាស្រមព្យាយាមធ្វើមួយឆ្នាំនេះហើយបងប្អូនណាតាមពិតទៅវាបានរាប់ពាន់យ័ន្តទៅហើយយ័ន្តវាមានច្រើនយ័ន្តនេះសិតតែជាប្រភេទយ័ន្តបុរាណមានលាយឡំគ្នាទាំងយ័ន្តតូចយ័ន្តធំហើយគ្រូផ្សេងគ្នាយកមកផ្សំគុំជាមួយគ្នាមានច្រើនសន្ធឹកសន្ធាប់រាប់ពាន់រាប់ម៉ឺនយ័ន្តដែលបានចម្លងកត់ត្រាពីក្បួនបុរាណនេះក្បួនបុរាណយើងព្រៀនចាញ់មកបែបនេះហើយយើងទៀងផ្ទាត់ម្ដងមួយសន្លឹកយើងចម្លងម្ដងមួយសន្លឹកដើម្បីចាញ់ជាយ័ន្តមួយសន្លឹកយើងប្រឹងធ្វើបងប្អូនឃើញស្រាប់ដូចជានៅលើ iFed យើងធ្វើគឺយើងវាយគាថាគូគឺដូចគ្នានឹងយើងគូលើសន្លឹកសៀវភៅដែរគ្រាន់ថាយើងគូលើ iFed ហើយសម្រាប់ iFed ធ្វើជំនួយការពី3នោះ3 iFed បានដំណើរការរួចម៉ាស៊ីនព្រីនខូចអស់2ហើយឥឡូវចាប់ផ្ដើមបានម៉ាស៊ីនថ្មីមួយទៀតដើម្បីត្រៀមនឹងបោះពុម្ពឥឡូវកំពុងបោះពុម្ពបណ្ដាហើយខ្ញុំបោះពុម្ពសៀវភៅលើកនេះគឺយើងមានលក្ខណៈបែបសៀវភៅយើងដាក់ក្នុងស្រោមផ្លាស្ទិកជាស្បោងណាដើម្បីការពារអានេះគឺជា logo តំណាងឲ្យអាស្រមរបស់ខ្ញុំហើយយើងការពារសម្រាប់ពេលដែលយើងបើកទៅកុំឲ្យញើសឲ្យដៃរបស់យើងនឹងវាជាប់ទៅវាខូចយ័ន្តហើយយ័ន្តក្នុងមានច្រើនណាបងប្អូនខ្ញុំគោលបំណងរបស់ខ្ញុំធ្វើយ័ន្តទាំងអស់នេះមិនមែនធ្វើសម្រាប់ជាក្បួនសម្រាប់លក់ទេសូមជម្រាបបងប្អូនខ្លះឆាតមកសូមជាវសូមទិញក្បួនគឺខ្ញុំមិនមែនអ្នកលក់ក្បួនទេខ្ញុំជាអ្នករៀនជាអ្នកសិក្សាហើយខ្ញុំជាអ្នកចូលចិត្តស្រាវជ្រាវគឺធ្វើក្នុងគោលបំណងអភិរក្សថែរក្សាហើយមួយទៀតយ័ន្តទាំងអស់ដែលខ្ញុំចម្លងចាញ់មកគឺខ្ញុំអត់សម្រាប់ចែកចាយបងប្អូនណាដែលមិនមែនជាសិស្សរបស់គ្រូដែលក្បួនដែលខ្ញុំបានមកឬក៏រៀនច្បងឬក៏សិស្សប្អូនរបស់ខ្ញុំឬក៏កូនសិស្សរបស់ខ្ញុំទេដោយសារមន្តវិជ្ជាគឺយើងរៀនមានគ្រូមានក្បួនមានខ្នាតអញ្ចឹងយើងអត់អាចទៅទិញក្បួនឬក៏យើងទៅអាចជាវក្បួនពីនេះពីនោះមកយកមកសិក្សាមករៀនសូត្រហើយយកទៅប្រើប្រាស់បានទេអញ្ចឹងក្បួនទាំងអស់នេះដែលខ្ញុំធ្វើគឺខ្ញុំសម្រាប់ចែកចាយឬក៏ចែកជូនបងប្អូនសិស្សរួមគ្រូឬក៏កូនសិស្សរបស់ខ្ញុំទុកសិក្សាស្រាវជ្រាវឬក៏ទុកសម្រាប់សាក់ហើយយ័ន្តណាដែលខ្ញុំសុំច្បាប់ពីច្បាប់ដើមមកបានថាអាចបង្ហោះចែកចាយជូនបងប្អូនបានថាទុកក្រនសាក់នោះទៅខ្ញុំហ៊ានបង្ហោះពេលខ្លះយ័ន្តក្នុងច្បាប់ដើមបុរាណដែលយើងបានមកពីគ្រូនីមួយលោកឪនីមួយគាត់ហាមថាអត់ឲ្យបង្ហោះចែកចាយទេព្រោះអីវាជាយ័ន្តដែលមានប្រវត្តិច្បាស់លាស់អញ្ចឹងអត់ហ៊ានឲ្យបង្ហោះខ្លាចត្រូវចោលសៀមជាដើមអញ្ចឹងទៅលួចយកទៅចម្លងកត់ត្រាផ្សេងប៉ុន្តែទោះបីចោលសៀមវាលួចទៅក៏វាអត់យកទៅប្រើការអត់បានដែរវាបានត្រឹមតែចម្លងក្បួនទេវាអត់បានដឹងអំពីរបៀបរបបនៃការប្រើក៏វាគ្មានប្រយោជន៍អញ្ចឹងគោលបំណងដែលខ្ញុំធ្វើគឺចូលរួមក្នុងការអភិរក្សប៉ុន្តែមិនធ្វើសម្រាប់លក់ជាសាធារណៈទេមិនសម្រាប់ជាសាធារណៈទេគឺសម្រាប់គ្រូដែលមិត្តភាពដែលគាត់ជាអ្នកសិក្សារៀនសូត្រវិជ្ជាដូចគ្នាអញ្ចឹងខ្ញុំអាចចែកជូនបកលជូនគាត់ដែលគាត់មានបំណងអានេះគឺជាគោលគំនិតរបស់ខ្ញុំគឺធ្វើឲ្យចែកជូនដោយព្រីទៀតគឺអត់បានគិតជាថ្លៃសភៅថ្លៃអីទេយើងចំណាយដើមទុនតាមពិតគឺច្រើនណាស់សម្រាប់ធ្វើពេលវេលាទាំងថវិកាទាំងអីហ្នឹងគឺច្រើនហើយស្រាវជ្រាវហើយយ័ន្តពេលខ្លះគូហាអញ្ចឹងមកក្បួននេះយើងចាញ់មកគឺរាប់ពាន់យ័ន្តហ្នឹងប៉ុន្តែអត់តាន់បានចាញ់ជាសភៅផ្សេងទៀតទេគឺយើងចាញ់តែយ័ន្តសិនសម្រាប់នេះយើងធ្វើជាម៉ូដមួយសម្រាប់ឲ្យកូនសិស្សរបស់ខ្ញុំគាត់មើលឬក៏សម្រាប់ភ្ញៀវអតិថិជនដែលគាត់មកសាក់យើងអាចបញ្យល់គាត់បានតែសម្រាប់របៀបប្រើខ្ញុំនឹងធ្វើមួយសភៅទៀតមានដាក់ទាំងយ័ន្តមានទាំងគាថាមានទាំងរបៀបប្រើនេះគឺជាគោលគំនិតនិងមហិច្ឆតារបស់ខ្ញុំដែលមានបំណងចង់ផ្សព្វផ្សាយអភិរក្សយ័ន្តខ្មែរអញ្ចឹងបងប្អូនណាដែល
ធ្លាប់តាមដានវីដេអូរបស់ខ្ញុំហើយធ្លាប់ឆាតឲ្យខ្ញុំអញ្ចឹងសូមអធិស្ឋានផងណាខ្ញុំអត់សូវមានពេលឆ្លើយយន់បងប្អូនច្រើនណាស់នេះនៅក្នុងនេះអត់តន់ព្រៀនចាញ់អស់ទេគូហើយអស់ហើយច្រើនណាស់ហើយនៅមួយ iFed នេះទៀតនៅ iFed មួយនោះទៀតហើយនៅសភៅដែលមិនតន់យើងធ្វើចាញ់យើងមិនតន់ចម្លងក៏នៅមានរាប់សិបក្បាលអញ្ចឹងនៅច្រើនយន់បុរាណខ្មែរយើងមានច្រើនហើយដូច្នោះបងប្អូនគួរតែចូលរួមគាំទ្រយន់ខ្មែរបានច្រើនសាក់យន់ខ្មែរបានច្រើនជីវៀងសាក់រូបបរទេសសាក់យន់ថៃឆ្នៃថ្មីណាបងប្អូនណាហើយខ្ញុំសូមអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដានហើយបើវីដេអូដែលខ្ញុំនិយាយទៅហើយមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមបងប្អូនអធិស្ឋានបាទសូមគោរពជម្រាបលាអរគុណច្រើន